បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Jackie Daily Life បាទនៅក្នុងថ្ងៃនេះខ្ញុំនាំបងប្អូនទៅលេងព្រៃកោងកាងសហគមន៍មួយនៅក្នុងខេត្តកំពតបាទដែលតំបន់នេះគេឲ្យឈ្មោះថាព្រៃកោងកាងសហគមន៍កំពង់សាមគ្គីបាទដែលក្នុងតំបន់នេះគឺមានដីទំហំ40ហិកតាដែលស្ថិតនៅក្នុងភូមិកំពង់ថ្នោតឃុំកូនស័ព្ទស្រុកទឹកឈូខេត្តកំពតតំបន់នេះគឺជាតំបន់ធម្មជាតិដែលមានព្រៃកោងកាងលាតសន្ធឹងតាមមាត់ព្រែកនិងតំបន់ឆ្នេរព្រៃកោងកាងនៅក្នុងតំបន់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារឆ្នេរសមុទ្រពីការបាក់ស្រុតកាត់បន្ថយពីឥទ្ធិពលរលកនិងជាជម្រកសត្វទឹកនិងជាសត្វព្រៃជាច្រើនប្រភេទនៅទីនេះបាទនៅក្នុងតំបន់នេះគឺជាតំបន់ដ៏មានបរិយាកាសស្ងប់ស្ងាត់ល្អខ្យល់អាកាសបរិសុទ្ធហើយនឹងទេសភាពពណ៌បៃតងតែម្ដងបាទដែលជាតំបន់ស័ក្តិសមសម្រាប់បងប្អូនមកសម្រាកលំហែកាយនិងសិក្សាស្វែងយល់ពីបរិស្ថានធម្មជាតិនៅក្នុងតំបន់នេះគឺភ្ញៀវទេសចរអាចជិះទូកកាយ៉ាក់លេងកម្សាន្តដើម្បីចូលទស្សនាព្រៃកោងកាងដែលដុះក្រាស់ៗនិងអង្កេតមើលសត្វស្លាបក្តាមត្រីនិងជីវៈចម្រុះផ្សេងៗទៀតច្រើនសហគមន៍មូលដ្ឋានបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍតំបន់ព្រៃកោងកាងនេះអភិវឌ្ឍតំបន់នេះឲ្យក្លាយទៅជាតំបន់អេកូទេសចរមួយនៅក្នុងដែនដីកំពតយើងការទៅទស្សនាក្នុងតំបន់នេះមិនត្រឹមតែផ្ដល់នៅការស្វែងយល់ពីធម្មជាតិនៃព្រៃកោងកាងតែប៉ុណ្ណោះទេគឺបងប្អូនអាចជួយគ្រប់គ្រងទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ព្រៃកោងកាងនេះព្រមទាំងជួយលើកកម្ពស់និងអភិវឌ្ឍធនធានធម្មជាតិឲ្យបានកាន់តែប្រសើរឡើងតើបងប្អូនការអធិប្បាយរបស់ខ្ញុំគឺបានបញ្ចប់ហើយដែលនិយាយពីប្រវត្តិនៃព្រៃកោងកាងនៅក្នុងតំបន់ហ្នឹងបាទអញ្ចឹងឥឡូវបងប្អូនទៅដើរលេងកម្សាន្តជាមួយខ្ញុំទាំងអស់គ្នាបាទគឺនៅកន្លែងនេះគឺមានខ្យល់អាកាសបរិសុទ្ធល្អណាស់បាទបងប្អូននៅក្នុងសហគមន៍គាត់សាងសង់កន្លែងនេះឡើងគឺដើម្បីឲ្យបងប្អូនអង្គុយលេងកម្សាន្តសម្រាប់បងប្អូនដែលមានគូស្នេហ៍គាត់អង្គុយដើម្បីស្ដាប់សូរសំឡេងនៃទឹករលកព្រមទាំងសំឡេងសត្វព្រៃស្រែកយំនៅតាមតំបន់ព្រៃកោងកាងនេះផងដែរបាទដូចជារូបខ្ញុំគឺខ្ញុំមិនចង់ងើបចេញពីកន្លែងហ្នឹងទេបាទប៉ុន្តែដោយសារឯកាអញ្ចឹងត្រូវតែដើរចេញបាទដើម្បីរកកន្លែងផ្សេងទៀតបាននឹងដើម្បីទុកឱកាសឲ្យបងប្អូនដែលមានគូស្នេហ៍គេបង្កើតអនុស្សាវរីយ៍របស់ពួកគេនៅទីនេះបាទដោយបងប្អូនបានឃើញនៅក្នុងរូបភាពនេះអញ្ចឹងគឺបងប្អូននៅក្នុងសហគមន៍គាត់បានព្យាយាមដើម្បីសាងសង់តំបន់នេះឡើងបាទគឺជាពរមួយសម្រាប់ឲ្យបងប្អូនធ្វើកន្លែងដុតសាច់ហើយក្រៅពីនោះគាត់បានសាងសង់កញ្ចុះជាច្រើនដើម្បីឲ្យបងប្អូនយើងអង្គុយលេងកម្សាន្តបាទកំឡុងពេលដែលខ្ញុំបានទៅលេងនោះគឺតំបន់នេះគឺអត់ទាន់បានសាងសង់ 100% នៅឡើយទេបាទខ្ញុំសួរទៅខាងពូមេភូមិបាទគាត់បានប្រាប់ខ្ញុំថាគម្រោងនឹងសាងសង់ complete នៅក្នុងរយៈពេល3ខែទៅមុខទៀតបាទដោយបងប្អូនបានឃើញអញ្ចឹងកន្លែងនេះគឺនៅពេលថ្ងៃលិចគឺមានទេសភាពល្អស្អាតណាស់បាទតើបងប្អូនឥឡូវយើងទៅមុខទៀតដើម្បីទៅស្វែងយល់ពី home stay បាទអញ្ចឹងបងប្អូនគាត់ធ្វើ home stay នេះឡើងគឺដើម្បីឲ្យបងប្អូនមកស្នាក់អាស្រ័យនៅទីនេះដែលមានតម្លៃសមរម្យបាទហើយគាត់ធ្វើតាមបែបលក្ខណៈខ្មែរបាទចំពោះតម្លៃផ្ទះស្នាក់នៅក្នុងតំបន់នេះគឺមិនថ្លៃទេគឺមានចាប់ពី$15ឡើងទៅបាទសម្រាប់ផ្ទះនេះវិញគឺស្អាតណាស់បាទគឺខ្ញុំមានចំណាប់អារម្មណ៍ខ្ពស់ខ្លាំងណាស់គឺខ្ញុំចង់ស្នាក់នៅប៉ុន្តែដោយសារពេលវេលាខ្ញុំមិនមានគ្រប់គ្រាន់អញ្ចឹងខ្ញុំសម្រេចថាចាក់ចេញពីតំបន់នេះបាទចំពោះផ្ទះមួយនេះវិញគឺខ្ញុំមានចំណាប់អារម្មណ៍ខ្ពស់ណាស់គឺមានព្រៃកោងកាងព័ទ្ធជុំវិញតែម្ដងហើយអ្វីដែលជាពិសេសនោះគឺ
មានបឹងព័ទ្ធជុំវិញផ្ទះនេះតែម្ដងបាទចឹងក្នុងមួយជួរនេះគឺសម្បូរទៅដោយផ្ទះសំណាក់បាទអញ្ចឹងបងប្អូនអាចរើសកន្លែងស្នាក់នៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបាទបាទចំពោះកន្លែងនេះវិញគឺជាកំពង់ដរសម្រាប់ឲ្យបងប្អូនជិះទូកដរលេងកម្សាន្តនៅជុំវិញហ្នឹងបាទអញ្ចឹងដូចក្នុងរូបភាពនេះអញ្ចឹងគឺបងប្អូនគាត់ចាំទូកដរដើម្បីជិះលេងកម្សាន្តបាទកន្លែងនេះគឺជាកន្លែងមួយដែលគេដាក់បង្ហាញពីជីវៈចម្រុះដែលរស់នៅក្នុងតំបន់នេះបាទអញ្ចឹងយើងឃើញហើយមានដូចជាត្រីមានដូចជាសេះសមុទ្រមានដូចជាក្តាមសពបែបយ៉ាងដែលរស់នៅក្នុងតំបន់ហ្នឹងបាទខ្ញុំវាមិនអាចរាយរាប់បានទេតើបងប្អូនទៅមើលបងប្អូនអាចដឹងច្បាស់លាស់ថាតើជីវៈចម្រុះនោះមានអីខ្លះបាទបាទដូចក្នុងរូបនេះអញ្ចឹងគឺជាកាយៈសម្រាប់ឲ្យបងប្អូនជិះកម្សាន្តលេងបាទ